លីនមកដឹកកាបូបឡើងភ្នំដែលឈរនៅក្រោមដើមឈើសាយចាស់ស្នាមជ្រីវជ្រួញលើសំបកឈើផ្ទុករដូវភ្លៀង10ឆ្នាំនៅក្នុងលបឈើគាត់ឃើញរូបភាពការនៅខ្លួនឯងដឹកកាបូបសាឡារជាតិនៃសម្លេងអ្នកភូមិស្រែកហៅ10ឆ្នាំហើយក្លិនដេលីជាមួយស្មៅហុយមកជាមួយខ្យល់សើមក្រោយភ្លៀងក្លិនកាហ្វេក្នុងអគារការិយាល័យធ្វើឲ្យគាត់សាប់ធនាគារមាន80ម៉ឺនក្នុងហោប៉ៅកាប់ដោយសារកម្ដៅខ្លួនត្រូវបានគាត់ច្របាច់រហូតទន់ក្បែរនោះផែនការអាជីវកម្មដែលសរសេរពេញស្នាមបត់ដដែលលក្ខការសម្រេចចិត្តពីរាត្រីដែលគាត់ភ្ញាក់ប្រែក្លាយបន្លែធម្មតារបស់ភូមិទៅជាបន្លែរាងថ្លៃនៅក្នុងលប់ដើមរសាវាងដែលចេញមកយឺតដោយពឹងគាត់សម្លឹងមើលលីនមកសក់ចាស់ជាង10ឆ្នាំមុនស្នាមជ្រួញលើថ្ងាសដូចជាស្រែចម្ការឯងជាអ្នកមានក្រុងមានពេលមកភូមិក្រីក្រនេះវិញលីនមកញញឹមបង្ហាញធ្មេញស្នាមជ្រួញក្បែរនៅមានស្លាកស្នាមនឿយហត់ពីក្រុងខ្ញុំមិនមែនអ្នកគ្រាន់តែមកលេងវិញគាត់ចាប់កាបូបដោយស្វ័យប្រវត្តិមិននិយាយពីម្ដាយគាត់តែឈឺបេះដូងកាលពី3ថ្ងៃនោះម៉ោង3ព្រឹកទូរស័ព្ទរោទដូចផ្គរលាន់បំបែកដំណេកពេលគាត់បើកឡាន800គីឡូម៉ែត្រឃើញមុខម្ដាយចាស់នៅលើក្រែមនឹងភ្នំទេនៅខាងក្រៅការជឿចាប់ពិតប្រាកដនៅតែឈឺរហូតដល់ឥឡូវមិននិយាយពីជីវិតក្នុងក្រុង10ឆ្នាំមុនគាត់ជាកូនភូមិដំបងដែលចូលរៀនសាកលវិទ្យាល័យទឹកលុយសាលាដែលអ្នកភូមិប្រមូលចេញពីភ្នំពេលនោះអ្នកភូមិឲ្យលុយរីដែលក្តៅដៃដាក់ទៅក្នុងដៃពូធំដាក់ពងមាន់ស្ងោរមួយកន្ត្រកគាត់បងជីហួយយកលុយ50យន់ពីលក់រុញចូលហៅប៉ៅគាត់យ៉ាងពីក្រោយមានក្រសែភ្នែកសង្ឃឹមនៅក្រុងគាត់ធ្លាប់ធ្វើអ្នកសរសេរកម្មវិធីរាល់ថ្ងៃវីកូដរហូតដល់ជិតជាមិត្តតែមួយគត់ពេលយប់ធ្លាប់រត់លក់ទំនិញពេលត្រូវអតិថិជនបិទអង្គុយគាស់នំបងត្រជាក់មើលពន្លឺភ្លើងក្រុងក្នុងចិត្តពោពេញចុងក្រោយបើក្រុមហ៊ុនអ៊ីពាណិជ្ជកម្មតូចព្រលឹមដល់យប់ជ្រៅរត់រកប្រភពទំនិញទីបំផុតសន្សំបានដាំតែរដងទូរស័ព្ទទៅម្ដាយថាឆ្នាំនេះស្ពៃលក់មិនបានថ្លៃ1គីឡូត្រឹមតែទិញស្ពៃនៅរើរឿងទៀតបងជីហួយទៅធ្វើការក្រៅស្រុកមេការរត់បាត់ថ្លៃព្យាបាលក៏ចិត្តគាត់ដូចមានអ្វីមកស្ទះដកដង្ហើមមិនជាពិសេសពេលម្ដាយចូលមកគាត់ត្រូវសម្លេងឈឺចាប់អ្នកជំងឺឯទៀតថាអ្នកស្រុកភ្នំតែងតែខ្វះលុយព្យាបាលជំងឺតូចទុកធំពេលនោះគាត់សម្រេចចិត្តត្រឡប់មកវិញឲ្យអ្នកភូមិភ្នំបៃតងលេងត្រូវចេញពីស្រុកលេងបារម្ភពីការចិញ្ចឹមជីវិតដែលយូរហើយមិនដែលមានមនុស្សច្រើនបែបដំណឹងហាដូចស្លាប់ពីដើមជ្រៃមាត់ភូមិដល់ទីលានហាលពេលល្ងាចក្នុងផ្ទះពេញទៅដោយមនុស្សអំពូលភ្លើងស្រអាប់ព្យួរលើធ្នឹមខ្សែភ្លើងរលាស់តាមខ្យល់ពន្លឺលឿងស្រអាប់លើមុខដែលធ្លាប់ស្គាល់និងមិនស្គាល់អ្នកភូមិកាន់កៅអីតូចខ្លះអង្គុយលើកម្រិតខ្លះឈរផ្អែកជិញ្ក្នុងភ្នែកពោពេញដោយការសំឡេងសឹកស៊ីវឡើងចុះក្នុងកន្លែងចង្អៀតមកវ៉ាថាចង់ដាំបន្លែរារៀងមិនប្រើជីគីមីបងជីហួយពឹងឈើជើងស្ដាំទេខ្យល់បក់មកធ្វើឲ្យគាត់កន្ត្រាក់ចិញ្ចើមសំឡេងពោពេញដោយការភ័យខ្លាចក្រោយយើងធ្លាប់សាកល្បងការពីគេថាបន្លែពីមុនមិនហ៊ានដាក់ថ្នាំស្រាប់តែសំណាប់ត្រូវសត្វល្អិតស៊ីអស់ស្លឹកស្បៃត្រូវស៊ីនៅសការ៉ុតត្រូវសត្វល្អិតខាំពេញដូចចំណាយកន្លះឆ្នាំរបស់គ្រួសារខ្ញុំឈើច្រត់របស់គាត់ចាក់ដីឲ្យរុនតូចរដងហាក់ដូចជាគូលើចិត្តមនុស្សគ្រប់គ្នាប្រធានភូមិលីជន់គួយអង្គុយលើកម្រិតទ្វារបារីស្ងួតដែលគាត់រំលឹកធ្លាក់លើស្បែកជើងកងតបដែលសំឡេងគាត់ទៀបដូចថ្មដាក់លើទ្រូងភូមិយើងក៏មិនអាចប្រថ្លៃ$80000នេះជាញើសឈាម10វាលាយជីវិតអ្នកនៅទីក្រុងក៏មិនយើងជាកសិករធ្វើស្រែចម្ការទៅធានាគុំធ្វើរឿងឥតប្រយោជន៍មានអ្នកខ្លះយល់ព្រមប្រធានភូមិនិយាយត្រូវយើងអ្នកភ្នំគ្មានដើមទុនសាក់លបងដោយគ្មានជីគីមីនឹងតើវាដុះល្អទេរែងថែមទាំងមិនបានដើមទុនវិញគាត់ដឹងថានឹងមានគាត់ដាក់កាបូបស្ពីលើយកកុំព្យូទ័រយូរនេះជាអ្វីដែលគាត់យកសញ្ញានៅលើភ្នំគាត់បានទាញយកឯកសារហើយសាកថ្មឲ្យពេញបើកឯកសារដែលរៀបចំយ៉ាងពន្លឺអេក្រង់បំភ្លឺមុខក្មេងរបស់ហើយបំភ្លឺភ្នែកអ្នកភូមិដែលចង់ដឹងមើលនេះជាកសិដ្ឋានសរីរាង្គខេត្តពេញប៉ោះរបស់គេលក់បាន$15ក្នុងសាឡាត់$8ក្នុង1គីឡូនៅតែខ្វះគាត់ចង្អុលលើអេក្រង់បន្លែស្រស់និងប្រអប់ខ្ចប់យ៉ាងស្អាតភូមិភ្នំបៃតងរបស់យើងមានការបំពុលឧស្សាហ៍ស្រោចស្រពដោយត្រីសម្បូរសារធាតុរ៉ែបន្លែដែលដាំនឹងល្អជាងខ្ញុំបានតាក់ទងមជ្ឈមណ្ឌលត្រួតពិនិត្យឲ្យផ្លែបន្លែយើងបានតាមស្តង់ដារកុំបារម្ភពីការលក់គាត់ផ្អាកបន្តិចភ្នែកគាត់រំកិលមើលមុខដែលធ្លាប់ពីថ្ងាសជ្រេវជ្រួញរបស់ពូធំដល់ភ្នែកព្រួយបារម្ភរបស់បងនិងទឹកមុខចង់សាកល្បងរបស់ក្មេងលុយ$80000នេះខ្ញុំដាក់ចូលទិញពូជបន្លែល្អនិងជីហើយសង់រោងចក្រកែច្នៃតូចអ្នកទាំងអស់គ្នាមិនគ្រាន់តែដាំបន្លែតាមវិធីពេលប្រមូលខ្ញុំទិញក្នុងតម្លៃខ្ពស់ជាងទីផ្សារ3ដងឥឡូវបន្លែធម្មតា1គីឡូខ្ញុំឲ្យ9រៀលពេញសាច់ខ្ញុំឲ្យ1គីឡូខាត់ខ្ញុំទទួលបើចំណេញយើងទាំងអស់គ្នាចែកមនុស្សចាប់ផ្ដើមរំភើបដូចជាទឹកធ្លាក់ចូលឆ្នាំងប្រេងក្តៅខ្លះត្រដោះដៃភ្នែកភ្លឺខ្សឹបគិតពីដីស្រែរបស់ខ្លួនថាអាចរកចំណូលអ្នកខ្លះក៏ស្ក្បាលទឹកមុខស្ទាក់ស្ទើរធ្លាក់ដូចឆ្នាំមុនអ្នកខ្លះទៀតក្រវីក្បាលរឿងនេះប្រថុយពីក្រុងមិនយល់ពីការដាំដុះទេស្ងាត់មួយសន្ទុះធំក្រោកឈរយឺតគាត់ដើរទៅតូបមើលមុខលីមមកភ្នែកមមមកជាក្មេងដែលយើងឃើញធំវាមិនដែលនិយាយកុហកទេថ្ងៃដែលវាប្រឡងចូលភូមិទាំងអស់សប្បាយឥឡូវវាត្រឡប់មកជួយយើងខ្ញុំជួយវាដី3ហិកតារបស់ខ្ញុំដាំបន្លែរារៀងពេលពូធំនាំមុខតែធ្លាប់ទៅធ្វើការឆ្ងាយត្រឡប់មកវិញក៏ចូលរួមឆ្កែតូចអាយុ20ឆ្នាំក៏ស្ក្បាលខ្ញុំនឹងតាមបងធ្វើការរោងចក្រមិនមែនថៅកែកាត់ប្រាក់ខែឲ្យយឺស្អីក៏ដាំបន្លែនៅផ្ទះល្អខាតក៏អាចទៅធ្វើការវិញម្នាក់ទៀតយល់ព្រមបងជួនខំថ្មិញក្រវីឈើច្រត់លើដីក្រោកឈោខ្ញុំក៏ធ្វើដែរទុកខាតទៀតក៏មិនអីចាប់ផ្ដើមពីខ្ញុំនេះហើយដែលខូចដោយសារតែដាររោគយើងនៅធ្វើស្រែចម្ការខ្លួនឯងប្រសើរជាងទៅមើលមុខសំឡេងគាត់ស្អប់បន្តែមានកម្លាំងចិត្តមិនចាញ់ឃើញមនុស្សកាន់តែច្រើនលើកដៃលីនម៉ូយ៉ានមានអារម្មណ៍ដឹងថាផ្លូវរកស៊ីនេះមិនងាយតែបើយើងទាំងអស់គ្នារួមគ្មានអ្វីដែលយើងឆ្លងមិនរួចទេពន្លឺព្រះច័ន្ទចាំងតាមវាំងមិនចាស់ធ្លាក់មកលើឥដ្ឋដូចស្រទាប់ទឹកសន្សើមហើយបំភ្លឺក្តីសង្ឃឹមពេញថ្ងៃសាព្រោះមកដល់យ៉ាងលឿនតែហួសរដូវខ្យល់នៅលើភ្នំនៅត្រជាក់លីនម៉ូមកពីវិជានាំសាស្ត្រាចារ្យជំនាញកសិកម្មបរិះចំណាស់អាយុជាង50ឆ្នាំកាន់ប្រអប់មកដល់ភូមិក៏ចូលស្រែភ្លាមមិនទាន់បានផឹកទឹកសំបីការដាំបន្លែរារៀងត្រូវគ្រប់គ្រងដីនិងទឹកឲ្យបានល្អជាមុនសាស្ត្រាចារ្យចាំងអង្គុយលើរងចាប់ដីមួយក្តាប់មកច្របាច់ហើយយកមកហិតដីអ្នកមានជាតិអាស៊ីតខ្លាំងដោយសារប្រើជីគីមីត្រូវរយកំបោរដើម្បីបន្សាប100គីឡូក្រាមទាំងកាយសម្រួលជាតិនិងកាត់បន្ថយជំងឺពីដីគាត់ចង្អុលទៅទឹករុនភ្នំទឹកស្រោចស្រពត្រូវចម្រោះនិងមិនអាចមានការខ្ញុំជួយរចនាអាងស្តុកទឹកសម្លាងឧបករណ៍ចម្រោះធានាគុណភាពបន្លែបានម៉ូលីខេរៀបចំឲ្យអ្នកភូមិចាប់ផ្ដើមគាត់ឲ្យគេយកកំបោរមកពីទីរួមកំបោររស់ដាក់គុំនៅក្បែររង្វង់ដូចក្នុងព្រើលតូចមួយចំណាយលុយទិញកំបោរជាង$80000រៀលចេញទៅច្រើនតែឃើញអ្នកភូមិទាញទេរយកំបោរឲ្យស្មើក្នុងស្រែកំបោរហើរឡើងដូចផ្កាព្រើធ្លាក់លើដីដែលភ្ជួររួចចិត្តគាត់ស្រាក់ស្រានតាវាងនាំចាស់ជួសជុលអាងទឹកពួកគាត់ជីគ្រឹះពូថៅចាស់ហើយតែធ្វើការមិនចេះខ្ជិលទេតែពូវាងកាត់ពងបែកគាត់ចាក់វាចេញលាបថ្នាំរុកជាតិឲ្យបន្តធ្វើជូជើងមិនសូវស្រួលតែស្ម័គ្រចិត្តយកឧបករណ៍ទៅរាល់ថ្ងៃដើរតាមចំការដោយឈើច្រត់ញើសលើថ្ងាសមិនដែលឈប់ឲ្យខ្នងសំហើយស្ងួតវិញក៏ជាស្រទាប់អំបិលពេលដាំកូនឈើសាស្ត្រាចារ្យអាចារ្យបង្រៀនសំខាន់ត្រូវត្រាំទឹកក្តៅជាមុនត្រាំទឹក55អង្សាររយៈពេលគោជាប្រចាំរួចលាយជាមួយជីវសាស្ត្រធ្វើបែបនេះដុះលឿនហើយធន់នឹងសត្វសាស្ត្រាចារ្យអាចារ្យបង្ហាញនឹងពន្យល់លម្អិតណែនាំឲ្យគ្រប់គ្រងសេតុនហភាពថ្ងៃទុកប្រហែល25គុំឲ្យក្រោម15ក្តៅពេកត្រូវបើកខ្យល់គ្រប់ផ្លាស្ទិកកុំភ្លេចដាក់ម្លប់ការពារស្រីក្មេងរៀនយកចិត្តទុកដាក់គេពាក់មួកចម្បាំងអង្គុយក្នុងរោងសំណាកដាក់គ្រាប់ពូជដែលត្រាំរួចរីក្នុងថាសំណាកធ្វើស្រាលដូចថែកូន
សាស្ត្រាចារ្យជាច្រើនពេលខ្លាចកូនឈើងាប់ស្រីសួយជាប្រពន្ធគ្រូសាកុំបារម្ភតាមសមាមាត្រជីវសាស្ត្រមានបាក់តេរីល្អជួយដុសសាស្ត្រាចារ្យចាំងពន្យល់ដោយអត់ធ្មត់មើលឲ្យច្បាស់ពេលដាក់គ្រាប់ត្រូវគ្រប់ដីល្អកុំឲ្យក្រាស់បើមិនដូច្នោះកូនឈើមិនដុះបញ្ហានៅតែកើតឡើងជីសរីរាង្គមិនដំណើរការដូចកូនឈើដុះស្គមជាងធម្មតាស្លឹកមានពណ៌លឿងបន្តិចមិនដូចកូនឈើអ្នកដទៃបៃតងស្អាតប៉ុន្មានថ្ងៃក្រោយមានសត្វល្អិតច្រើនលេចឡើងស្លឹកស្បៃត្រូវស៊ីខូចអស់ពន្លកពេញប៉ោះក្រៀមស្វិតដោយសារសត្វល្អិតទំពាំងត្រសក់ខ្លៅដង្កូវស៊ីផ្ទាល់លើដើមលីម៉ូមើលកូនឈើនេះទៅបើបន្តឆ្នាំនេះប្រហែលជាលីជន់គួរព្រួយដល់មាត់កាត់គាត់ទាញលីនម៉ូរត់ទៅចំការសំណាប់ស្អិតដេកពីពេញដីដូចទីហ៊ានចាញ់សង្គ្រាមស្លឹកពេញទៅដោយរន្ធខ្លះទៀតក្រៀមស្វិតអស់អ្នកភូមិច្រើនអ្នកអង្គុយលើរង្វើមុខក្រៀមក្រំអ្នកខ្លះទ្រាំមិនបានរអ៊ូថាប្រាប់ហើយកុំប្រាំសម្លាប់នេះមិនមែនជាការធ្វើឲ្យលីនម៉ូកុំរឹងរូពេកផលពិតប្រាកដសំខាន់ជាងអ្វីទៅទិញថ្នាំបាញ់ចុះឆាប់លីនម៉ូអង្គុយលើរង្វើមើលសំណាប់ស្អិតក្នុងចិត្តក៏ចាប់ផ្ដើមស្ទាក់សាស្ត្រាចារ្យធ្លាប់ប្រាប់ថាដំណាក់កាលដំបូងត្រូវការដីនិងដំណាំត្រូវការពេលកែតម្រូវតែស្ថានភាពនេះធ្ងន់ធ្ងរជាងការគាត់ទូរស័ព្ទទៅសាស្ត្រាចារ្យនៅចុងខ្សែលោកចាស់នៅស្ងៀមមួយសន្ទុះទំនងជាដីខ្វះអាសូតផូស្វ័រនិងប៉ូតាស្យូមត្រូវបន្ថែមជាតិលីសេរីរាង្គជាក់ហើយសត្វល្អិតត្រូវប្រើវិធីរូបនិងវិធីជីវសាស្ត្រផ្សំមិនត្រូវប្រើថ្នាំគីមីបើមិនដូច្នោះការខំប្រឹងជួទូរស័ព្ទលីនម៉ូធ្លាក់ចុះយ៉ាងខ្លាំងជាតិលីសេរីរាង្គដែលសាស្ត្រាចារ្យថ្លៃណាស់មួយធុងជាង200ដីគុំជាង60ហិកតាត្រូវការយ៉ាងតិច200ធុងនេះគឺជាការចំណាយជាងហើយការការពារសត្វល្អិតត្រូវដំឡើងអំពូលសម្រាប់សត្វរ100ម៉ែត្រដំឡើងជាង60ហិកតាត្រូវពុកដាំរុក្ខជាតិបណ្ដេញសត្វវិញចេញសត្វអណ្ដើកមាសនិងនេះជាការចំណាយធំមួយទៀតលុយដែលនៅសល់មិនច្រើនទេ80,000ចេញទៅកំបោរនិងសាងសង់ស្រះទឹកនៅសល់តិចជាង60,000ត្រូវទុកសង់រោងចក្រមិនអាចទ្រាំនឹងការចំណាយបែបដូចដំបូលផ្ទះលេខឃ្លីរសៀលថ្ងៃនោះកាន់នេឲ្យកភូមិរត់មករកគាត់យ៉ាងប្រញាប់មុខស្លេកស្លាំងបោមាត់ញ័រលីម៉ូអត់ល្អទេមានរឿងធំកើតកាន់នេឲ្យកចាស់កាន់កិច្ចសន្យាជ្រាបជ្រួញដៃញ័រខ្លាំងណាស់អ្នកមើលការសាងសង់រោងចក្រកែច្នៃយកប្រាក់មុនខ្លះរត់បាត់គាត់យកប្រាក់មុន150,000ឥឡូវទូរស័ព្ទមិនដាច់រកមនុស្សមិនឃើញលីម៉ូឬសូក្នុងក្បាលមុខងឹតស្ទើរតែឈោមិនឈ្នះ150,000ជាប្រាក់ដែលគាត់ទុកថាវិការចាប់ផ្ដើមរោងចក្រឥឡូវអ្នកមើលការរត់បាត់ត្រឹមតែលុយខាតការសាងសង់រោងចក្រក៏ឈប់ដែរលីម៉ូធ្វើមិនទៅកាន់នេឲ្យកដើរទៅមករោងចក្រសង់ទូបន្លែច្រើនក៏លៀងមិនបានពេកខ្ចប់លក់មិនអាចលក់ជាមួយដីទេកាលពីក្មេងបន្លែក៏ក្នុងផ្ទះរលួយយើងខាត់អស់ខ្វះថាវិការសំណាបលូតលាស់ម្នាក់ភូមិបាត់បង់ទំនិញបញ្ហាជាប់គ្នាធ្វើឲ្យលីនម៉ូតានតឹងគាត់គេងមិនលក់ទាំងយប់ដេកលើគ្រែដីដែលម្ដាយរៀបរមៀលទៅមករកវិធីសំឡេងកង្កែបក្រៅបង្អួចធ្លាប់ជាសំឡេងដែលគាត់ចូលឥឡូវវាខ្លាំងរំខានមើលមុខគាត់ស្គមស្កាំនិយាយដោយអាណិតអូបើមិនរួចកុំបង្ខំក្រុមហ៊ុនក្នុងទីក្រុងរំគុំយកពេល10ឆ្នាំមកដាក់ត្រង់នេះម៉ាក់ដឹងថាកូនដឹងចង់ឲ្យអ្នកភូមិមានជីវភាពតែកុំលេងជាមួយអនាគតខ្លួនឯងលីនម៉ូក្រវីក្បាលក្រហមម៉ាក់ខ្ញុំមិនអាចឈប់ពាក់កណ្ដាលរាល់គ្នាសង្ឃឹមលើខ្ញុំពូវាំងយកដី3ហិកតាមកបងជឺដើរខ្វិនតែធ្វើការក្នុងស្រែខ្ញុំចាក់ចេញធ្វើម៉េចជីវិតក្នុងភូមិតើគាត់នឹងនៅក្រដូចនេះរហូតគាត់នឹកដល់ពេលចាក់ចេញការអ្នកភូមិឲ្យពងមន់នឹងលុយតូចនឹកដល់ម្ដាយក្រវីដៃនៅមាត់ភូមិទាំងភ្នែកសិបគាត់ជឿដូចមានអ្វីមកចាប់គាត់នឹកដល់ការលំបាកពេលចាប់ផ្ដើមអាជីវកម្មពេលបើក្រុមហ៊ុនអ៊ីនធឺណិតដំបូងគ្មានអ្នកណាចង់សហការគាត់រត់ទៅរោងចក្រជាង10កន្លែងនិយាយអស់សម្ដីទៅបានកំងដំបូងក្រោយមកក្រុមហ៊ុនជួបបញ្ហាអ្នកគុតគង់មកប្រាក់ខែបុគ្គលិកក៏គ្មានគាត់យកផ្ទះទៅបញ្ចាំតិចតែ4ម៉ោងក្នុងមួយពេលថ្ងៃរត់ទីផ្សារពេលយប់ទ្រាំរហូតដល់ឆ្លងឥឡូវគាត់មិនអាចថយក្រោយទៀតទេព្រឹកថ្ងៃបន្ទាប់មកកោះប្រជុំអ្នកភូមិផ្ទះដីរត់ពេញទៅដោយអ្នករាល់គ្នាពោពេញដោយក្តីបារម្ភសំឡេងជេរខ្លាំងជាងមុនលីម៉ូឈោនៅមុខតុមុខគាត់ហត់នឿយភ្នែកក្រហមដោយគេតែភ្នែកគាត់មមួនគាត់ប្រាប់អ្នករាល់គ្នាពីបញ្ហាបច្ចុប្បន្នលុយមានបញ្ហាបន្តិចអ្នកមកការយកលុយជាង15សំណាបក៏មានបញ្ហាត្រូវការជាលីសេរីរាង្គពិសេសហើយត្រូវដំឡើងឧបករណ៍ការពារសត្វល្អិតប៉ុន្តែខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាខកចិត្តគាត់ឈប់ដកដង្ហើមធំនិយាយពីការសម្រេចចិត្តរបស់ខ្ញុំមានបំណងលក់ក្រុមហ៊ុននៅទីយកលុយទាំងអស់មកវិញក្រុមហ៊ុននោះជាឈាមជីវិតខ្ញុំប៉ុន្តែបើធៀបនឹងជីវិតល្អរបស់អ្នករាល់គ្នាអ្នកភូមិស្ងៀមស្ងាត់ទាំងភ្ញាក់ពួកគេក្រោកឈរឡើងដោយពោពេញដោយការមិនជឿលីម៉ូឯងឈួតហើយនោះជាអ្វីដែលឯងខំប្រឹងរកពើវាងដើរទៅមុខដោយក្រុមហ៊ុននៅទីក្រុងរកលុយតែអ្វីឯងលក់ចោលមែនហើយម៉ូយកុំធ្វើអញ្ចឹងទោះបីជាការដាំដុះឯងនៅតែមានផ្លូវបើក្រុមហ៊ុនគ្មានឯងទេឯងក៏គ្មានអីដែរគាត់ក្រវីដៃសំឡេងស្អប់បន្តិចតែមើងមាត់ខ្លាំងខ្ញុំគ្មានស្ទីលខ្ញុំត្រឡប់មកវិញចង់ឲ្យអ្នកទាំងអស់គ្នាមានជីវិតល្អមិនបាច់ទៅធ្វើការឆ្ងាយមិនបាច់មើលបន្លែលួយក្នុងស្រែលក់មិនដាច់តែខ្ញុំមានសម្រាប់ពីពេលនេះទៅត្រូវធ្វើតាមការណែនាំរបស់សាស្ត្រាចារ្យកុំឲ្យមាន Facebook លួចប្រើជីគីមីឬថ្នាំបើយើងឆ្លងផុតឧបសគ្គនេះជីវិតល្អនឹងមកដល់ពើវាងក្រោកឈរភ្នែកស្រក់ទឹកភ្នែកមកវាយឯងនិយាយដល់នឹងហើយតើយើងនៅមានអីមិនទុកចិត្តអីពីនេះទៅរឿងស្រែចម្ការស្ដាប់ឯងទាំងតាមសាស្ត្រាចារ្យណាហ៊ានខ្ជិលច្រអូសខ្ញុំមិនព្រមទេបងអើជូក៏ក្រោកឈរដោយឈើច្រត់និយាយទៅលីងយើងជឿឯងលះបង់អស់10ឆ្នាំចូលមកហើយតើយើងនៅមានអីទេយើងពីនេះទៅខ្ញុំមើលស្រែរកឲ្យអ្នកណាមកបំផ្លាញបន្លែរៀងមើលទឹកមុខអ្នកភូមិដែលមើងម៉ាត់លីនមុខមានអារម្មណ៍គាត់ដឹងថាខ្លួនមិននៅម្នាក់ឯងទេក្រោយប្រជុំគាត់ទូរស័ព្ទទៅដៃគូក្នុងទីស្នាផ្ទេក្រុមហ៊ុនដៃគូភ្ញាក់ផ្អើលតាមទូរស័ព្ទគាត់អង្វរឲ្យគិតឡើងវិញលីនមុខឯងក្រុមហ៊ុននេះយើងខំប្រឹងជាមួយគ្នា5ពីការិយាល័យតូចមានតែ3ដល់ពេលនេះមានបុគ្គលិកចំណេញរាប់រយម៉ឺនពេលនេះកំពុងចំណេញល្អមិនក៏ឯងថាផ្ទេភ្លាមខ្ញុំមិនឈ្គូទេសម្លេងលីនមុខស្មត់តែមើងម៉ាត់ស្រុកកំណើតខ្ញុំត្រូវការឲ្យខ្ញុំនៅទុកចិត្តអីតម្លៃផ្ទេមិនឲ្យឯងខាតខ្ញុំគ្រាន់តែចង់បានលុយយូទូរស័ព្ទលីនមុខមានអារម្មណ៍ច្របល់នឹកឃើញពេលចាប់ផ្ដើមនៅក្នុងការិយាល័យតូចមួយដែលមានទំហំញ៉ាំមីជាមួយដៃគូថ្ងៃដែលយើងធ្វើការកែកម្រិតដល់ថ្ងៃដែលបានការបញ្ជាទិញធ្វើដែលយើងទាំងពីរសប្បាយចិត្តរហូតលោតអប់ដល់ថ្ងៃដែលក្រុមហ៊ុនរីកចម្រើនមោទនភាពពេលបានផ្លាស់ទៅអគារក្នុងកណ្ដាលទីក្រុមហ៊ុននោះវាផ្ទុកនៅយុវវ័យនិងញើសឈាមរបស់ការលំបាកទាំងអស់មានតែគាត់ទេតែគាត់មិនស្ដាយភ្នំបៃតងគឺជាជននៅទីនេះគឺដូចជាគ្រូគាត់មិនអាចទ្រាំមើលលើគោរបស់គាត់ទេក្រុមហ៊ុនមិនសូវរលូនទេអ្នករាល់គ្នាដឹងថាគាត់ត្រូវក៏ចិត្តណាបន្ថយតម្លៃជាងតម្លៃទីផ្សារពីមកខំថ្មីទីបំផុតក៏យកព្រមថ្ងៃដែលបានលុយពីការគាត់ក៏ផ្ទេលុយទៅកន្នីភូមិភ្លាមសរុបទាំងអស់100ពុកនឹងលុយដែលនៅសល់ពីមុនជាឥឡូវគាត់មានលុយសរុបជាង160ដោះស្រាយបញ្ហាបន្ទាន់បានគាត់តាក់ទងសាស្ត្រាចារ្យតាមការណែនាំជាលីក្នុងទឹកសរីរាង្គនិងចង្គៀងសម្រាប់សត្វល្អិតពេលជាលីក្នុងទឹកសរីរាង្គដឹកមកដល់អ្នកភូមិនាំគ្នាមកឃើញធុងផ្លាស្ទិកពណ៌ខៀវមានស្លាកថាជាលីក្នុងទឹកសរីរាង្គសុទ្ធតែឆ្ងល់របស់នេះពិតជាធ្វើឲ្យសំណាបលូតលាស់មានអ្នកស៊ើបសៀវមើលទៅក៏មិនខុសពីជីធម្មតាដែរកុំបារម្ភសាស្ត្រាចារ្យចាំងណែនាំគ្រប់គ្នាពីរបៀបប្រើពន្យល់ជាលីក្នុងទឹកសរីរាង្គនេះធ្វើពីម្សៅឆ្អឹងនិងពួកបាក់តេរីជីវសាស្ត្រដែលគេវាមានអាស៊ីតអាមីណូនិងសារធាតុចិញ្ចឹមដូចជាសំណាបស្រូបយកបានមិនត្រឹមតែធ្វើឲ្យថែមទាំងបង្កើនតម្លៃអាហារូបត្ថម្ភរបស់គាត់ធ្វើការបង្ហាញពីរបៀបចាក់ជីចូលក្នុងធុងទឹករបស់ម៉ាស៊ីនការប្រើវិធីស្រោចតាមបំពង់អាចសន្សំធ្វើឲ្យដំណាំនីមួយទទួលបានជីវជាតិល្អជាងវិធីចាក់ទឹកពេលដំឡើងអំពូលចាប់សត្វប្រជាជនក្នុងភូមិជួយគ្នាអំពូលចាប់សត្វល្អិតជាង20ត្រូវបានដំឡើងនៅតាមមាត់ចម្ងាយ100ម៉ែត្រមើលពីចម្ងាយដូចទីហ៊ានយាមស្រែអំពូលនេះការពារសត្វលោកតាវាងដើរជុំវិញអំពូលដោយចង់ហើយលូកដៃប៉ះបង្គោលអំពូលលោកតាប្រយ័ត្ន
អំពូលនេះមានចរន្តអគ្គិសនីលីនម៉ូប្រញាប់រំលឹកអំពូលនេះបញ្ចេញពន្លឺរលកពិសេសទាក់ទាញសត្វល្អិតហើយរួចសម្លាប់ដោយចរន្តអគ្គិសនីសាស្ត្រាចារ្យវិធីការពារតាមបែបធម្មជាតិនេះល្អហើយមានប្រសិទ្ធមិនបំពុលដីនិងទឹកទេហើយរក្សាគុណភាពសរីរាង្គក្រៅពីនេះគាត់ក៏ធ្វើតាមដំបូន្មានរបស់សាស្ត្រាចារ្យជាអង្កាមនៅជុំវិញចំទឹមស្នឹងស្លឹកគ្រៃជាដើមបង្កើតជារបាំងការពារសត្វល្អិតហើយនាំយកសត្វអណ្ដើកមាសពីវិទ្យាស្ថានកសិកម្មនិងសត្វល្អិតធម្មជាតិដើម្បីការពារសត្វល្អិតចង្រៃបងជូស្ម័គ្រចិត្តមើលថែសត្វល្អិតធម្មជាតិរៀងរាល់ព្រឹកគាត់ក្រោកពីដោះលែងសត្វល្អិតទៅក្នុងចំការដោយប្រុងប្រយ័ត្នពេលយប់ដើរពិនិត្យមើលទោះជើងមិនសូវស្រួលតែគាត់ធ្វើដោយយករបស់តូចទាំងនេះជារបស់មានតម្លៃមិនត្រូវឲ្យវារត់បាត់ក៏មិនត្រូវឲ្យមន់ទាស៊ីគាត់និយាយទាំងស្នាមជ្រួញលើមុខរីករាយភ្នែកមានពន្លឺដូចពីមុនដើម្បីដោះស្រាយបញ្ហាដីឡើងលីនមូធ្វើតាមការណែនាំរបស់សាស្ត្រាចារ្យរៀបចំប្រជាជនដាក់ជីកសិកម្មនិងចម្បាំងទៅគេប្រមូលចម្បាំងនិងលាមកសត្វដាក់ជីរួចហើយដាក់ជាមួយគ្នាពេលវាទុំហើយចាក់ឲ្យសពលើដីស្រែធ្វើឲ្យដីជ្រាបទឹកល្អនិងមានជីវជាតិមុនធ្វើស្រែចម្ការមិនដឹងរឿងទាំងសុទ្ធតែធ្វើតាមបទពិសោធន៍ចាស់ធ្វើស្រែមួយជីវិតស្មើមុខវ៉ាដែលមកពីក្រុងចេះដឹងច្រើនតាវាងខ្ចាត់ជីហើយនិយាយដោយរំភើបមុខវ៉ាមានចំណេះដឹងជីអាចអញ្ជើញអ្នកជំនាញមកបង្រៀនយើងក្នុងពេលជាមួយលីនម៉ូចាប់ផ្ដើមរៀបចំផែនការសាងសង់រោងចក្រថ្មីគាត់រៀនពីកំហុសមុនលែងជួលអ្នកមកការពីតែឲ្យក្រុមសាងសង់ក្នុងភូមិលីជួនកទទួលបន្ទុកត្រួតពិនិត្យឲ្យអ្នកភូមិយើងធ្វើទៅជឿជាក់មិនកាត់បន្ថយសម្ភារៈហើយក៏មិនរត់ចោលលីជួនកវីដាំទ្រូងខ្ញុំនៅមើលការដ្ឋានរដ្ឋធានាថារោងចក្ររឹងមាំមិនឲ្យខូចចិត្តអ្នកភូមិទេលីនម៉ូមិននៅទំនេរគាត់ស្វែងយល់ពីគោលនយោបាយរដ្ឋស្ដីពីការកែច្នៃឃើញថាមានគ្រប់គ្រងច្រើនសម្រាប់គម្រោងកែច្នៃមិនត្រឹមតែមានប្រាក់ថែមទាំងមានសិទ្ធិប្រើប្រាស់ដីនិងភ្លើងការប្រើភ្លើងសម្រាប់កែច្នៃតម្លៃភ្លើងកសិកម្មដីសាងសង់ក៏មានអតិភិបគាត់សរសេរពាក្យសុំរហូតយប់ព្រឹកឡើងជិះម៉ូតូឆ្លងកាត់អាប់ភ្នំទៅរកមន្ទីរពាក់ព័ន្ធការសម្របសម្រួលគោលមិនសូវស្រួលទេរត់ទៅមន្ទីរជាច្រើនពេលខ្លះចាំបោះត្រារាប់ម៉ោងពេលខ្លះឯកសារមិនគ្រប់ត្រូវរត់ត្រឡប់ទៅបន្ថែមមានម្ដងគាត់ចាំជួបអ្នកទទួលខុសត្រូវចូលចាំក្រៅការិយាល័យរហូតដល់ថ្ងៃត្រង់ទើបជួបប៉ុន្មានថ្ងៃនោះគាត់ចេញពីផ្ទះសម្បកកង់ម៉ូតូបូតអស់ស្បែកជើងក៏ប្រឡាក់ភពតែគាត់មិនដែលត្អូញត្អែរការខំប្រឹងមិនដែលក្បត់អ្នករត់អស់មួយអាទិត្យពេញទីបំផុតរឿងក៏មានដំណើរអ្នកទទួលខុសត្រូវផ្នែកពាក់ព័ន្ធចាប់អារម្មណ៍ខ្លាំងមើលឯកសារដាក់ស្នើរបស់ហើយសួរពីវឌ្ឍនភាពនិងផែនការគម្រោងគុំស្រុកឯងត្រឡប់មកប្រកបជួយអ្នកភូមិឲ្យមាននេះជារឿងល្អស្របតាមគោលនយោបាយអភិវឌ្ឍយើងប្រកាសជាគ្រប់អ្នកទទួលខុសត្រូវគម្រោងឯងស្របតាមគោលនយោបាយនិងគោលនយោបាយមិនត្រឹមតែទទួលបានប្រាក់ឧបត្ថម្ភ$30,000យើងអាចជួយភ្ជាប់ជាមួយគ្នាដើម្បីស្នើសុំប្រាក់កម្ចីការប្រហែលជាជួយភ្ជាប់ធនធានទីផ្សារឲ្យបន្លែសេរីរាង្គកាយលក់បានតម្លៃថ្ងៃដែលទទួលបានប្រាក់ឧបត្ថម្ភលីម៉ូរំភើបដេកមិនលក់គាត់យកលុយនេះទិញឧបករណ៍សម្រាប់រោងចក្រកែច្នៃម៉ាស៊ីនលាងម៉ាស៊ីនហាន់ម៉ាស៊ីនវេចខ្ចប់និងទូទឹកកកឆ្លាតមានទូទឹកកកឆ្លាតទូបន្លែច្រើនក៏អាចពន្យាអាយុកាលបានលែងបារម្ភដូចមុនទៀតខ្លាចបន្លែលួយក្នុងចំការនេឲ្យចាស់មើលបញ្ជីឧបករណ៍ញឹមមិនឈប់គិតលុយទៅហើយរអ៊ូថាគោលនយោបាយនេះល្អជួយដោះស្រាយបញ្ហាធំរឿងកម្ចីធនាគារក៏លូនដែរក្រោមការសម្របសម្រួលរបស់អ្នកធនាគារហុងហ៊ូជនបទភ្ជាប់ដោយខ្លួនឯងធ្វើកម្ចីការប្រាក់ទាប$50,000ត្រឹមតែ3ថ្ងៃធ្វើការអនុម័តចេញដើម្បីគ្រប់គ្រងគម្រោងសហគ្រិនជនបទគម្រោងបន្លែសេរីរាង្គឯងមានអនាគតហើយជួយអ្នកភូមិឲ្យមានស្របតាមគោលនយោបាយយើងប្រកាសជាគ្រប់គ្រងអ្នកគ្រប់គ្រងធនាគារនិយាយបើក្រោយត្រូវពង្រីកទំហំអាចស្នើសុំអន្តទានបន្ថែមទៀតបញ្ហាត្រូវបានសំណាប់ក៏ចាប់ផ្ដើមលូតលាស់ល្អវិញក្រោយពីដាក់ជីសរីរាង្គសំណាប់ដែលស្គមស្គាំងនិងលឿងក៏ចាប់ផ្ដើមបៃតងខ្ចីស្លឹករីករាលដាលពេញដោយជីវិតអំពូលសម្រាប់សម្រុកជាតិបណ្ដេញសត្វល្អិតនិងក៏ទទួលបានលទ្ធផលល្អសត្វល្អិតក្នុងចំការបន្លែដុះស្រស់ស្អាតត្រសក់ភ្ជួរពេញទំពាំងពេញប៉ោះក្រហមភ្លឺស្បៃបៃតងស្រស់គួរឲ្យស្រឡាញ់សាស្ត្រាចារ្យអាចាងមកមើលការលូតលាស់របស់បន្លែគាត់ដើរចូលទៅគ្រឿងផ្លែពេញប៉ោះតូចមួយជូតរួចដាក់ចូលមាត់ទឹកផ្លែជូរផ្អែមផ្ទុះក្នុងមាត់គាត់ញឹមពេញចិត្តល្អណាស់ល្អស្រាប់តែកែលមកហើយសាបន្លែលូតលាស់ល្អណាស់រសជាតិផ្អែមបន្តបែបនេះការប្រមូលផលមិនមានគាត់ពិនិត្យសត្វល្អិតនិងជំងឺក្នុងចំការយ៉ាងយកចិត្តការគ្រប់គ្រងសត្វល្អិតល្អមិនឃើញមានសត្វល្អិតឬជំងឺច្រើនបន្តរក្សាកុំប្រើជីគីមីនិងថ្នាំសម្លាប់បន្លែរបស់យើងប្រកាសជាទទួលបានស្តង់ដារចិត្តរបស់អ្នកភូមិបានត្រឡប់អ្នករាល់គ្នាទៅចំការពីព្រលឹមរកស្មៅស្រោចប្រមូលផលមុខគ្រប់គ្នាសុទ្ធតែញ៉ាំតាធំវាងដើរមើលចំការរាល់ថ្ងៃមើលបន្លែស្រស់រអ៊ូថាបន្លែសេរីរាង្គនេះខុសគ្នាស្រស់ស្អាតណាស់ស្លឹកក្រាស់ជាងបន្លែធម្មតាឆ្នាំនេះប្រកាសជាឆ្នាំបងឆេងអឺហ្គោជាសេសបើដោយមានជំនួយពីលីនម៉ូគាត់ទៅព្យាបាលស្ដារនីតិឥឡូវលេងប្រើឈើច្រត់តែកាន់ចប់ជួធ្វើការក្នុងចំការនឿយហត់ក៏តែមុខពោពេញដោយក្តីសង្ឃឹមលីនម៉ូក៏មិននៅគាត់មើលការសាងសង់រោងចក្រហើយចាប់ផ្ដើមរៀបចំផែនការបណ្ដាគាត់ប្រើបទពិសោធន៍លក់តាមអនឡាញចុះឈ្មោះហាងរចនាកញ្ចប់ស្អាតនៅលើថង់វេចខ្ចប់គេបោះពុំរូបភាពទិដ្ឋភាពសួននិងមានទឹកភ្នំស្រោចពាក្យថាដាំដុះសេរីរាង្គសាមញ្ញហើយឆាវគាត់ក៏ជួគេថតទេសភាពភូមិនិងវីដេអូសួនបន្លែឈុតឆាកអ្នកភូមិកំពុងសាស្ត្រាចារ្យចាំងដឹងពីដំណើរការដាំដុះទាំងផ្សព្វផ្សាយតាមអ៊ីនបន្លែសេរីរាង្គរបស់យើងស្រោចស្រពដោយដាំដុះសេរីរាង្គមានជីគីមីគ្មានជីវជាតិប្រកាសជាតាក់ទាញអតិថិជនក្នុងរាប់អ្នកភូមិថាពេលនេះអ្នកក្រុងគេខ្វល់ពីសុខភាពសុខចិត្តចំណាយលើផលិតផលកសិកម្មឡាយយើងល្អបែបនេះប្រកាសជារកទីផ្សារបានគាត់ក៏តាក់ទងផ្សារទំនើបដែលធ្លាប់សហការនឹងឈ្មួញកសិផលញ៉ាគំរូទៅឲ្យដើម្បីធានាគំរូស្រស់គាត់វិចខ្ចប់ដោយថង់ខ្វាត់ព្រលឹមថ្ងៃបន្ទាប់ក៏មិនយូរប៉ុន្មានឈ្មួញទូរស័ព្ទមកចង់សហការបញ្ជាទិញមុន5000បន្លែរបស់អ្នកមានរសជាតិហើយក៏មានវិញ្ញាបនប្រកាសជាលក់ដាច់ឈ្មួញនិយាយតាមទូរស័ព្ទបើលក់ដាច់ទៅយើងនឹងបង្កើនការឃើញអ្វីកំពុងល្អប្រសើរចិត្តក៏ស្រាក់ស្រានគាត់ដឹងថាផ្លូវរកស៊ីនេះពិបាកតែបើបន្តទៅមុខប្រកាសជាឃើញសង្ឃឹមពេលថ្ងៃលិចគាត់ឈរលើរបងស្រែមើលសួនបន្លែលាតសន្ធខ្យល់បក់មកលើស្លឹកបន្លែសូស្រែដូចរលកពណ៌បៃតងគាត់ហាក់ឃើញទិដ្ឋភាពប្រមូលផលឃើញស្នាមញឹមរីករាយរបស់អ្នកភូមិឃើញអនាគតថ្មីរបស់ភូមិភ្នំខៀវកំពុងតែដើរល្អស្រាប់តែមានព្យុះមួយមករំខានលោកយាយលីវក្នុងភូមិជាខ្ញុំមិនដែលជឿលើការដាំពីមុនដោយសារសម្ពាធពីអ្នកព្រមដី2ហិកតាចេញដើម្បីដាំប្រេងថ្ងៃនេះបងជីដូចរដទៅមើលសត្វល្អិតក្នុងស្រែពីចម្ងាយលោកលីវអង្គុយក្នុងចំការគាត់កាន់ថង់ប្លាស្ទិកមួយកំពុងរយអ្វីមួយត្រង់គល់បងជីចាប់ដើមសង្ស័យដើរទៅជិតស្ងាត់ឃើញហើយខឹងណាស់លោកលីវកំពុងរយជីគីមីលោកលីវឯងធ្វើអីបងជីស្រែកខ្លាំងលីវមកប្រាប់យ៉ាងច្បាស់ថាកុំឲ្យប្រើជីគីមីឯងចង់បំផ្លាញការខំប្រឹងរបស់យើងលោកលីវភ័យស្លុតថង់ជីគីមីធ្លាក់ដល់ដីជីគីមីរីពេញគាត់ក្រោកឈរមុខក្រហមថាខ្ញុំឃើញបន្លែវាលូតយឺតចង់ឲ្យវាលូតលឿនដើម្បីប្រមូលផលច្រើនឯងវង្វេងហើយបងជីខឹងហើយបារម្ភយើងដាំបន្លែសេរីរាង្គបើប្រើជីគីមីវាមិនបានតាមពេលនោះបន្លែទាំងអស់លក់មិនចេញឯងទទួលខុសត្រូវបានទេគាត់ដកទូរស័ព្ទចេញភ្លាមហើយលីនម៉ូពេលលីនម៉ូមកដល់ស្រែលោកលីវកំពុងអង្គុយជក់បារីលើមើលបន្លែដែលរយជីគីមីមុខញឹមបន្តិចហាក់ដូចជាគិតថាខ្លួនឯងឆ្លាតពូលីវហេតុអីឯងធ្វើបែបនេះ
អត់មានអីទេសំឡេងញ៉ៅបន្តិចយើងព្រមគ្នាថាដាំសរីរាង្គគ្មានជីគីអញរយជីគីមីមិនត្រឹមតែបន្លែឯងមិនបានតាមស្តង់ដារអាចប៉ះពាល់ដល់ចំការចិត្តលោកលីវស្រពោនមាត់មិនខ្វល់ថាខ្ញុំឃើញបន្លែវាលូតយឺរយជីគីមីបន្តិចឲ្យវាលូតលឿនមិនល្អហើយត្រឹមតែ2ហិកតាតាមានប៉ះពាល់អ្នករាល់គ្នាពិបាកដាំដុះគ្មានជីគីមីដែលបានផលនេះមិនមែនបញ្ហាដីច្រើនសំឡេងរបស់គាត់ខ្លាំងឡើងបន្លែសរីរាង្គរបស់យើងត្រូវតែមានវិញ្ញាណបើមានដីមួយដុំដែលដាក់ជីគីមីបន្លែទាំងអស់ក្នុងក្រុមនោះមិនអាចឆ្លងកាត់ការបញ្ជាក់ខំប្រឹងរបស់យើងទាំងអស់គ្នាអញដឹងទេថាយើងចំណាយប៉ុន្មានយើងលះបង់ច្រើនប៉ុណ្ណាធំអាយុជាង70ឆ្នាំហើយនៅតែធ្វើការបងជឿជើងនៅតែមើលថែសត្វល្អិតក្នុងចំការខ្ញុំលក់ក្រុមហ៊ុននៅទីក្រុងមិនក៏ឯងអាត្មានិយមលេះអ្នកភូមិដំណឹងក៏មកចំរោងគ្រប់គ្នាចោទប្រកាន់លោកឡាវមិនក៏ឯងលួចដាក់ជីគីមីនេះមិនមែនបោកប្រាស់ចាស់ត្រូវហើយមកលក់ក្រុមហ៊ុននៅទីក្រុងដើម្បីរឿងនេះយើងមិនអាចទាញជើងគាត់ញ៉ាប់យកបន្លែដែលដាក់ជីគីមីមិនដូច្នេះទេវិញ្ញាបនបត្រសរីរាង្គយើងលោកឡាវត្រូវគេនិយាយរហូតមកគាត់ក្រោកឡើងតបខ្ញុំធ្វើដូច្នេះក៏ដើម្បីបានបន្លែអញគិតថាដាំសរីរាង្គនឹងខ្ញុំឃើញវាគ្រាន់តែជាការសិនជាលក់មិនបានតម្លៃឯងនឹងយំក៏មិនទាន់ខ្ញុំធ្វើដើម្បីខ្លួនហើយក៏ដើម្បីអ្នករិះជន់ក៏ក្រាញ់ចិញ្ចាមដើរទៅមុខលោកឡាវគុំនិយាយបែបនេះលីនម៉ូលះបងច្រើនណាស់ដើម្បីគ្រប់គ្នាក៏ឃើញហើយការដាំសរីរាង្គជាក្តីសង្ឃឹមរបស់យើងឯងមិនអាចដោយសារតែបំផ្លាញអនាគតអ្នករាល់គ្នាពីមុនគ្រប់គ្នាបានចុះត្រូវដាំតាមលក្ខខណ្ឌយ៉ាងនេះឯងកំពុងបំផ្លាញធំក៏ដកដង្ហើមលោកឡាវស្ដាប់តាមពាក្យបន្លែ2ហិកតានោះចេញហើយដាំយើងមិនអាចឲ្យការខំប្រឹងរបស់គ្រប់គ្នាបើឯងមានបញ្ហាគ្រប់គ្នាអាចគុំធ្វើអ្វីដែលប៉ះពាល់ផលប្រយោជន៍រួមលោកឡាវមើលមុខអ្នករាល់គ្នាដែលមុខមឹងម៉ាត់គាត់ដឹងថាខ្លួនឯងតែនៅតែមិនព្រមចាញ់អញ្ចឹងការខំប្រឹងពីមុនរបស់ខ្ញុំអត់ប្រយោជន៍ទេគ្រាប់ពូជកម្លាំងពលកម្មនឹងជីដែលខ្ញុំដាក់ចូលខាត់បងនេះអ្នកលីមកក្រឡេកមើលសម្លេងទន់ភ្លន់បន្តិចខាត់បងខ្ញុំទទួលបារម្ភសំណាប់បន្លែខ្ញុំគត់គង់កម្លាំងពលកម្មមិនឲ្យអ្នកខាត់តែពីនេះទៅត្រូវធ្វើតាមច្បាប់ឲ្យលួចប្រាជីគីមីថ្នាំសម្រាប់សត្វនៅតែបំពេញច្បាប់យើងត្រូវធ្វើតាមកិច្ចព្រមចោលសិទ្ធិទទួលភាគលាលេវរាំងសួននៅស្ងៀមយូរទីបំផុតមកក្បាលយោប្រូខ្ញុំស្ដាប់អ្នកចោលទាំងអស់តែខ្ញុំប្រាប់មុនបើលក់មិនបានថ្លៃខ្ញុំមិនទុកឲ្យអ្នកស្ងៀមទេលីនមកប្រាប់អ្នកភូមិភ្លីឲ្យដកបន្លែដែលដាក់ជីគីមីរបស់លេវរាំងសួនហើយដាំសំណាប់ថ្មីឡើងខាត់ពេលខ្លះនឹងចំណាយច្រើនជាងតែសរុបទៅជៀសវាងការខាត់បងរឿងនេះជាមេរៀនដល់អ្នករាល់លីនមកសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំភូមិការដាំដុះសរីរាង្គមិនអាចធ្វេសប្រហែសបានអ្នករាល់គ្នាត្រូវធ្វើតាមច្បាប់តឹងរឹងគិតតែប្រយោជន៍ផ្ទាល់បើមិនដូច្នេះទេការខំប្រឹងរបស់យើងក៏បង្កើតប្រព័ន្ធផ្ដល់រង្វាន់អ្នកណាដាំតាមច្បាប់តឹងរឹងចុងឆ្នាំមានរង្វាន់បន្ថែមអ្នកណាបំពេញលុបសិទ្ធិទទួលភាគលាបើធ្ងន់ធ្ងរត្រូវសងការខាត់បងរឿងមួយមិនទាន់ចប់រឿងថ្មីក៏ពេលបន្លែចិត្តចេញលក់ច្រើនអ្នកទិញបន្លែម្នាក់ពីភូមិពីគម្រោងបន្លែសរីរាង្គភូមិជាតិណាបន្ទាបថ្លៃហើយផ្សព្វផ្សាយពាក្យចាំអារាមថាបន្លែសរីរាង្គភូមិឈៀងសានខ្លាំងបានទទួលការបញ្ជាក់គុណភាពមានបញ្ហាបរិភោគទៅមិនល្អដំណឹងទៅដល់ភូមិអ្នកភូមិភ័យអស់ធ្វើមិនទៅគេនិយាយបង្កាច់បែបបន្លែយើងនៅលក់ដាច់ដែរនឹងហើយទើបតែនឹងបានផលល្អបើលក់មិនចេញអត់ស្រួលទេមិនបានទេយើងត្រូវទៅនិយាយជាមួយអ្នកភូមិវ័យក្មេងខ្លះក្រោកដៃអោចង់ទៅរកអ្នកទិញភូមិចិត្តខាងគិតលេខលីមកក៏បារម្ភតែគាត់ដឹងថាការប្រញាប់មិនដោះស្រាយបញ្ហាគាត់រារាំងអ្នកភូមិសុំទាំងអស់គ្នាស្ងប់ស្ងាត់ការប្រញាប់មិនដោះស្រាយគេចង់ឲ្យយើងវឹកវរខ្លួនឯងដើម្បីបញ្ចុះតម្លៃទិញបន្លែយើងមិនត្រូវធ្លាក់អន្ទាក់គេគាត់ស្ងប់ចិត្តវិញតាក់ទងមជ្ឈមណ្ឌលត្រួតពិនិត្យឲ្យផលិតផលសុំឲ្យគេមកធ្វើវិញ្ញាបនបត្រសរីរាង្គក្នុងពេលតែមួយគាត់ក៏អញ្ជើញអ្នកសារព័ត៌មានទូរមកសម្ភាសក្នុងអ្នកសារព័ត៌មានមើលផ្ទាល់ការដាំបន្លែរីរីការពិតអ្នកស្មោះមិនខ្លាចស្រមបន្លែយើងទេដែលជាសរីរាង្គឆ្លងការត្រួតពិនិត្យនិយាយប្រាប់អ្នកភូមិបើយើងបង្ហាញផុសតាងពាក្យនិយាយបង្កាច់នឹងរលីបុគ្គលិកមជ្ឈមណ្ឌលត្រួតពិនិត្យមកដល់ឆាប់គេយកគំរូបន្លែពីដីផ្សេងពិនិត្យទឹកស្រោចស្រពនិងដីធ្វើកំណត់ត្រាយ៉ាងម៉ត់ចត់ប៉ុន្មានថ្ងៃក្រោយលទ្ធផលចេញមកបន្លែសរីរាង្គភូមិត្រូវតាមស្តង់ដារសរីរាង្គស៊ុតអ្នកក៏ខ្លះល្អជាងក្នុងនោះវីតាមីនបរិមាណសារធាតុចិញ្ចឹមដូចជាជាងបន្លែធម្មតាឆ្ងាយពេលរបាយការណ៍ចេញលីមួយក៏បាយការណ៍ញ៉ាទៅអ្នកចែកចាយនឹងផ្សារទំនើបដែលតាក់ហើយយកក៏បាយការណ៍នឹងអត្ថបទសម្បង្ហោះលើអ៊ីនធឺណិតអ្នកសារព័ត៌មានទូមិនត្រឹមតែថតស្ថានភាពថែមទាំងសម្ភាសសាស្ត្រអ្នកភូមិនឹងរោងចក្រកែច្នៃដែលកំពុងសាងសង់ធ្វើរបាយការណ៍ពិសេសមួយពន្យល់លម្អិតដំណើរការដាំបន្លែសរីរាង្គភូមិក្នុងដែនគុណសម្បត្តិពាក្យនិយាយបង្កាច់រលីអ្នកចែកចាយដែលស្ទាក់ស្ទើរពីមុនចាប់បរិមាណបញ្ជីទិញកើនឡើងអ្នកខ្លះបញ្ជីទិញដល់ទៅ30000អ្នកទិញបន្លែពីភូមិក្បែរនោះគេនិយាយបង្កាច់គេក៏រកវិធីផ្សេងទៀតគេចាត់មនុស្សមកភូមិភ្នំព្យាយាមតាក់ទាញអ្នកជំនាញបច្ចេកទេសក្នុងហើយចង់តាក់ទាញអ្នកភូមិខ្លះទៀតគេចង់ឲ្យអ្នកភូមិលក់បន្លែលីនមកគេឲ្យតម្លៃខ្ពស់ស្បៃ1គីឡូឲ្យ1ដូចជាងអ្នកឲ្យ9ចាំយើងលក់ឲ្យគេវិញទៅមានអ្នកភូមិខ្លះចាប់ផ្ដើមគេមករកលីនមកពិភាក្សាថាលក់បន្លែដូចគ្នាអ្នកណាឲ្យតម្លៃខ្ពស់លក់ឲ្យដូច្នេះយើងអាចចំណេញលុយលីនមកមើលគេហើយឈឺចិត្តណាស់តែគាត់នៅពន្យល់ដោយអត់ធ្មត់ថាយើងធ្វើបន្លែមិនមែនសម្រាប់តម្លៃខ្ពស់តែសម្រាប់ការអភិវឌ្ឍយូរអង្វែងតម្លៃដែលគេឲ្យតម្លៃខ្ពស់គឺចង់ដណ្ដើមប្រភពពេលមកបន្លែរៀងយើងមិនអាចធ្វើបានគេនឹងបន្ថយតម្លៃពេលនោះយើងនឹងត្រឡប់ទៅដូចមុនវិញបន្លែលក់មិនបានតម្លៃគាត់ឈប់បន្តិចហើយបន្តយើងបានចុះបញ្ជីម៉ាកបន្លែរៀងក្នុងបៃតងហើយយើងរក្សាគុណភាពបង្កើតម៉ាកឲ្យរឹងពេលក្រោយស្ពៃ1គីឡូលក់$3-5ក៏មិនមែនបញ្ហាពេលនោះយើងមិនត្រឹមតែលក់បន្លែស្រស់ថែមទាំងអភិវឌ្ឍកែច្នៃបន្លែធ្វើបន្លែស្ងួតសាឡាត់បន្លែថែមទាំងអភិវឌ្ឍទេសចរអ្នកក្រុងមកភូមិយើងសាឡបងជីវិតកសិកម្មឬបន្លែរៀងលក់ម្ហូបជនបទជីវិតយើងនឹងកាន់តែប្រសើរឡើងបើនៅតែគិតតែប្រយោជន៍មកលក់បន្លែឲ្យគេម៉ាកយើងនឹងត្រូវបំពេលក្រោយចង់អភិវឌ្ឍក៏ពិបាកក៏ចេញមកនិយាយថាមកវ៉ានិយាយត្រូវយើងមិនត្រូវមើលឃើញតែភូមិក្បែរនោះគេយើងមិនត្រូវធ្លាក់អន្ទាក់ដើរតាមមកវ៉ាគ្មានកំហុសខ្ញុំធ្វើស្រែចម្ការពេញបន្លែលក់បានតែ5រៀលឥឡូវមកវ៉ាឲ្យបាន5-40000ហើយចែកភាគនេះជារឿងល្អដែលពីមុនមិនហ៊ានយើងត្រូវរួមគ្នាធ្វើម៉ាកបន្លែរៀងភ្នំឈីងឲ្យគេស្គាល់គ្រប់គ្នាបន្លែភូមិឈីងគឺល្អបំផុតបងអើជូក៏ថាមែនលីនមកលោកក្រុមហ៊ុនក្នុងទីក្រុងដើម្បីយើងមិនត្រូវក្បត់គាត់ទេយើងត្រូវរួមធ្វើម៉ាកបន្លែរៀងភ្នំឈីងឲ្យដូចគេឲ្យបន្លែយើងចេញពីភ្នំលក់ទៅគ្រប់ទីកន្លែងភូមិស្ដាប់ហើយលែងគិតទៀតលីនមកយើងស្ដាប់អ្នកពីនេះទៅនឹងតាមអ្នកធ្វើម៉ាកដូចគេត្រូវហើយយើងមិនលក់ឲ្យគេទេត្រូវលក់ម៉ាកខ្លួនឯងអ្នកណាហ៊ានជួបជាមួយភូមិចិត្តគឺជាសត្រូវរបស់ភូមិទាំងលីនមកមានអារម្មណ៍គាត់ដឹងអ្នកភូមិរួបរวมគ្នាពិតប្រាកដហើយដើម្បីពង្រីកឥទ្ធិពលម៉ាកគាត់នាំបន្លែរៀងចូលរួមពិព័រណ៍ផលិតផលកសិកម្មនៅក្នុងពិព័រណ៍បន្លែរៀងដោយសារគុណភាពល្អនិងវេចខ្ចប់ស្អាតទាញចំណាប់អារម្មណ៍មនុស្សលីនមកធ្វើសាឡាត់បន្លែនៅមុខតូបក្លិនក្រអូបអ្នកចែកចាយនិងអតិថិជនភ្លក់រសជាតិសរសើរមិនដាច់ពីមាត់បន្លែមានរសជាតិឆ្អែមស្រស់ស្រាយមានក្លិនថ្នាំសម្រាប់ជាងបន្លែរៀងដែលខ្ញុំទិញពីស្ត្រីវ័យកណ្ដាលម្នាក់និយាយក្រោយភ្លក់ទិញ5គីឡូភ្លាមឲ្យកូនញ៉ាំសុខសប្បាយមានជីវជាតិនិងមានវិញ្ញាបនបត្រសរីរាង្គមានរបាយការណ៍ពីយើងទិញដោយជឿជាក់អតិថិជនម្នាក់ទៀតក៏ទិញច្រើនយកទៅឲ្យឪពុកម្ដាយភ្លក់ប្រកាសជាចូលនៅក្នុងពិព័រណ៍លីនមកបានចុះកុងត្រាធំការបញ្ជាទិញសរុបដល់8មើលឃើញការបញ្ជាទិញការលីនមកក្នុងចិត្តពោពេញគាត់ដឹងថាបន្លែរៀងឈឹងសានកំពុងត្រូវគេទទួលស្គាល់ផ្លូវបងប្រាក់របស់ភូមិឈឹងសានដំណើរការហើយនៅសខេត្តកដាសួនបន្លែភូមិឈឹងសានពោពេញដោយពេញប៉ោះក្រហមឆ្អៅព្យួរពេញស្បៃបៃតងដុះល្អគួរឲ្យពេលរសក់ស្រស់ស្អាតពងមាន់ពណ៌ស្វាយភ្លុកទីកន្លែងសុទ្ធតែមានអំណរនៃការភូមិមានទឹកមុខញឹមរីករាយគ្រប់គ្រួសាររវល់ប្រមូលបន្លែពួកគេប្រុងប្រយ័ត្នរើបន្លែទុំចុះដាក់ចូលកញ្ជើទៅរោងចក្រកែច្នៃលីងសម្រៀបនឹងវេចខ្ចប់ពើវាងកាន់កញ្ជើប្រយ័ត្នរើពេញប៉ោះតូចក្នុងស្រែខ្លួនរអូថាដាំដីរាប់សិបឆ្នាំមិនដែលឃើញបន្លែល្អធំហើយផ្អែមល្អណាស់
គាត់រើសមួយផ្លែដាក់មាត់ទឹកជូរផ្អែមផ្ទុះក្នុងមាត់មុខញញឹមពេញចិត្តជូរអាក្រាតដងខ្លួនសែងកញ្ជើបន្លែពេញដើរស្រួលទៅរោងចក្រញើសហូរតាមថ្ពាល់ស្រក់លើដីតែគាត់មិនខ្វល់ស្នាមញញឹមភ្លឺជាងពន្លឺថ្ងៃឆ្នាំនេះផលល្អប្រាកដលីនម៉ូថាស្ពៃមួយហានឲ្យយើង5ស្រ័យខ្ញុំ5រៃបានជាង 10000 ហេតែស្ពៃលក់បានជាង 10000 គាត់រំភើបប្រាប់អ្នកភូមិថាពេលចែកភាគលាភខ្ញុំនឹងទៅទិញរថយន្ត3កង់ក្រោយដឹកបន្លែស្រួលលីនម៉ូក៏រវល់ដែរគាត់ណែនាំអ្នកភូមិប្រមូលនិងដឹកជញ្ជូនមើលការផលិតរោងចក្រក្រោយបន្លែដល់រោងចក្រលាងសម្អាតនិងសម្លាប់តម្រៀបនឹងវេកខ្ចប់ខ្លាយជាបន្លែសរីរាង្គស្អាតដាក់ក្នុងថង់ដែលមានស្លាកយីហោបន្លែសរីរាង្គរៀបដាក់យ៉ាងស្អាតក្នុងទូទឹកកកបន្លែយើងស្រស់ណាស់ការវេកខ្ចប់ក៏ល្អជាងបន្លែសរីរាង្គលក់ក្នុងទីក្រុងនេះឲ្យកចាស់មើលបន្លែដែលញឹមរហូតមាត់រាប់ចំនួនហើយកត់ត្រាក្នុងបញ្ជីលីនម៉ូយកថង់ពេញប៉ោះតូចមួយមកក្លិនផ្លែឈើស្រស់បក់មកគាត់លាងប៉ុន្មានផ្លែចែកឲ្យអ្នករាល់គ្នាភ្លក់ហើយសរសើរថាឆ្ងាញ់ណាស់ជូរផ្អែមល្មមស្រស់ណាស់នេះហើយរសជាតិបន្លែរសជាតិកាលពីក្មេងព្រាមហើយមានទឹកកាន់តែញ៉ាំកាន់តែចង់វិញ្ញាបនបត្រសរីរាង្គក៏ចេញលើវិញ្ញាបនបត្រក្រហមមានបោះពាក្យវិញ្ញាបនបត្រផលិតផលសរីរាង្គត្រាមជ្ឈមណ្ឌលត្រួតពិនិត្យឲ្យផលិតផលកសិកម្មមើលវិញ្ញាបនបត្រនេះលីនម៉ូរំភើបចិត្តខ្លាំងណាស់ផ្ញើវិញ្ញាបនបត្រទៅអ្នកចែកចាយទាំងអស់ភ្លាមអ្នកចែកចាយក៏សប្បាយចិត្តការការបញ្ជាលក់តាមអនឡាញក៏កើនឡើងជាលំដាប់អតិថិជនច្រើនទុកមកទៅតាមសរសើរបន្លែសរីរាង្គភ្នំបែកមានជីវជាតិល្អហើយណែនាំដល់មិត្តភ័ក្តិនៅរោងចក្រកែចំក៏រវល់វេកខ្ចប់នឹងមានភាពមមាញឹកឡានដឹកជញ្ជូនមកយកទំនិញបន្លែសរីរាង្គភ្នំបៃតងទៅគ្រប់ទីកន្លែងលីនម៉ូមើលទំនិញដែលដឹកចេញចិត្តស្ងប់ច្រើនគាត់ដឹងថាការខំប្រឹងរបស់គាត់ហើយការលះបង់របស់អ្នកភូមិក៏ទៅថ្ងៃចែកភាគលាភដីឥតចិត្តខាងពេញទៅដោយរវើកជាងពេលណាទាំងអស់ក្នុងផ្ទះដាក់ទៅវាយលើទៅមានលុយរាវថ្មីមួយគំនរមានក្លិនទឹកថ្នាំបោះពុំលីនម៉ូកាន់សៀវភៅបញ្ជីឈរមុខញញឹមឆ្នាំនេះបន្លែសរីរាង្គយើងទទួលបានផលិតផលសរុបបាន3ចំណូលពីការលក់បាន1ថ្លៃក្របពូកជីនិងថ្លៃពលកម្មប្រាក់ចំណេញសុទ្ធបានតាមការព្រមព្រៀងខ្ញុំយក30នៅសល់70ចែកអ្នកទាំងអស់គ្នាគាត់ឈប់បន្តិចហើយសម្អាតបំអានចំនួនភាគលាភរបស់ម្នាក់ពោះវាំងបន្ថែមដី3លាភ31បន្ថែមដី5លាភ52,000 ដុល្លារលោកលីបន្ថែមលាភ41,000 ដុល្លារកូដាលាភ21,000បន្ថែមដីភាគលាភ20,000 ដុល្លារអ្នកភូមិស្ដាប់ចំនួនភាគលាភរបស់មុខញញឹមរីករាយល្អណាស់បានលុយច្រើនម្ល៉េះខ្ញុំមិនដែលឃើញលុយច្រើនបែបនេះធ្វើតាមលីនម៉ូពិតជាត្រូវហើយឆ្នាំក្រោយខ្ញុំនឹងយកដីទាំងអស់ដំណាំសរីរាង្គដើម្បីបានលុយច្រើនជាងនេះពោះវាំងពេលទទួលភាគលាភដែលគាត់ញ័រដោយរំគាត់កាន់លុយក្រាស់ភ្នែកក្រហមមកវាងអរគុណឯងណាបើគ្មានឯងយើងមិនអាចរកលុយបានច្រើនបែបនេះឯងពិតជាអ្នកមានគុណរបស់ភូមិពីនេះទៅឯងថាអីខ្ញុំស្ដាប់បងជឿកាន់ភាគលាភមុខញញឹមរីករាយលីនម៉ូពីមុនខ្ញុំគិតថាទៅធ្វើការក្រៅទៅមិននឹកស្មានថានៅដីឯងក៏រកបានច្រើនដែរពីនេះទៅខ្ញុំមិនទៅនៅផ្ទះដាំបន្លែលុយគ្រប់ហើយខ្ញុំនឹងសង់ផ្ទះថ្មីហើយរៀបការលោកលីវរូនក៏បានភាគលាភ2គាត់ដើរមករកលីនម៉ូដោយខ្មាស់អៀនកោសក្បាលមកវាងពីមុនខ្ញុំខុសហើយគូលួចដាក់ជីគីមហើយសង្ស័យឯងកុំយកទៅដាក់ចិត្តឆ្នាំក្រោយខ្ញុំនឹងធ្វើតាមឯងយ៉ាងដាំបន្លែតាមការកំណត់លេងទីអ្នកឯទៀតថយក្រោយលីនម៉ូញឹមហើយទេស្មាគាត់ពូលីវរឿងហួសហើយកុំនិយាយបើយើងរួមគ្នាពីពេលនេះជីវិតនឹងកាន់តែប្រសើរអាទិត្យកំពុងលិចនៅខាងក្រៅសួនបន្លែភូមិភ្នំខៀវប្រែពណ៌មាសដូចថ្ងៃដែលលីនម៉ូត្រឡប់មកវិញប៉ុន្តែពេលនេះភូមិភ្នំខៀវលែងជាភូមិក្រីក្រដូចភូមិតូចដែលយឺតយ៉ាវបន្លែក្នុងស្រែនៅតែត្រូវបានប្រមូលផលឥតឈប់មុខអ្នកភូមិពោពេញដោយស្នាមញញឹមរីកគូរូបអនាគតជីវិតរោងចក្រកែច្នៃមានសម្បត្តិបន្លែសរីរាង្គភ្នំខៀវកាន់តែល្បី